សូមគោរពជំរាបសួរសិស្សានុសិស្សនិងសាធារណជនទាំងអស់គ្នាសូមស្វាគមន៍មកកាន់បណ្ណាល័យ Handa នៃសាកលវិទ្យាល័យកម្ពុជាបណ្ណាល័យ Handa ត្រូវបានបង្កើតឡើងនៅឆ្នាំ 2003 ដោយលោកដុកទ័រ Harurisa Handa ក្នុងគោលបំណងលើកកម្ពស់និងជំរុញវប្បធម៌នៃការអានបណ្ដុះបណ្ដាលទំនៀមទម្លាប់នៃការស្រាវជ្រាវនិងការសិក្សាដោយឯករាជ្យនៅក្នុងបណ្ណាល័យ Handa មានបណ្ដុំទៅដោយសៀវភៅជាច្រើនក្បាលដូចជាសៀវភៅសិក្សាសៀវភៅអប់រំទស្សនាវដ្តីកាសែតនិងឯកសារផ្សេងៗទៀតដែលមានចំនួនជាង 10,000 ក្បាលដែលរៀបចំទៅតាមប្រភេទនីមួយៗដើម្បីផ្ដល់ភាពងាយស្រួលសម្រាប់សាធារណជនសិស្សនិស្សិតនិងសាស្ត្រាចារ្យក្នុងការធ្វើកិច្ចការស្រាវជ្រាវផ្សេងៗហើយអ្វីកាន់តែពិសេសទៀតនោះគឺនៅក្នុងបណ្ណាល័យ Handa មានសៀវភៅជាច្រើនភាសាដូចជាភាសាខ្មែរអង់គ្លេសចិនបារាំងជប៉ុនអាល្លឺម៉ង់កូរ៉េវៀតណាមឥណ្ឌាហ្វីលីពីននិងឥណ្ឌូនេស៊ីនៅទីនេះក៏មានស្នាដៃកិច្ចការស្រាវជ្រាវសិក្សាសារណានិក្ខេមបទថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់និងថ្នាក់បណ្ឌិតរបស់និស្សិតដែលបានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យកម្ពុជាដោយផ្ទាល់កាន់តែទំនើបទៀតនោះបណ្ណាល័យ Handa ក៏មានជាបណ្ណាល័យ e-library ដែលបំពាក់ទៅដោយកុំព្យូទ័រជាច្រើនគ្រឿងសម្រាប់សិស្សនិស្សិតធ្វើកិច្ចការស្រាវជ្រាវផ្សេងៗជាមួយនឹងអ៊ីនធឺណិតឥតខ្សែតុធំទូលាយសម្រាប់អានសៀវភៅនិងបរិយាកាសមានផាសុកភាពតោះឥឡូវនេះសូមមកមើលជាមួយនឹងខ្ញុំទាំងអស់គ្នាពីរបៀបស្វែងរកសៀវភៅតាមប្រព័ន្ធបណ្ណាល័យ Electronic e-library សូមចូលទៅកាន់ website www.library.ucedu.kh ជាចុងក្រោយក៏ចង់បញ្ជាក់ទៅដល់សាធារណជនទាំងអស់ឲ្យបានជ្រាបថាបណ្ណាល័យរបស់យើងខ្ញុំបើកដំណើរការជារៀងរាល់ថ្ងៃផងដែរអនុញ្ញាតឲ្យរូបនាងខ្ញុំស្វាគមន៍និងអញ្ជើញអ្នកទាំងអស់គ្នាមកចូលរួមប្រើប្រាស់និងលើកស្ទួយបណ្ណាល័យ Handa និងចាត់ទុកបណ្ណាល័យ Handa ជាផ្ទះទី2សម្រាប់អ្នកទាំងអស់គ្នាបើកចិត្តឲ្យទូលាយទៅកាន់ពិភពលោកតាមរយៈការអានសៀវភៅល្អៗពីបណ្ណាល័យអានច្រើនកើនចំណេះដឹងសូមអរគុណ